សួស្តីអ្នកនរគ្នាក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញពីខ្ញុំ design speaker មួយដែលខ្ញុំប្រើ ISA 2025ដូចជា speaker នេះដូចគ្នាតែអា speaker នេះគឺខ្ញុំថែមខាងក្រៅអញ្ចឹងនេះខ្ញុំអាចដោតលុយបន្ថែមអញ្ចឹងអានេះបាសផ្សេងអញ្ចឹងខ្ញុំថែមបាសមួយទៀតដោយសារបាសនេះវាបុកខ្លាំងអាបាសនេះបោះជប៉ុនដល់ពេលអាសេរីបាសខាងក្នុងនេះគឺវារៀងខ្សោយអាបាសហ្នឹងរៀងប្រភេទអននេះអញ្ចឹងនេះខ្ញុំមានកុងតាក់ចង់បើអាបាសនេះក៏បានហើយប្រើអានេះក៏បានគ្រាន់តែខ្ញុំនេះដោតដូចអានេះបន្ថែមមកនេះគឺរនរបស់វាគឺដោតបញ្ចូលបន្ថែមមកអញ្ចឹងយើងអាចកណិចវាទៅលឺសំឡេងចូលក្នុងអាបាសធំនេះហើយចឹងអានេះវាសងខាងអញ្ចឹងវាប្រភេទ stereo អញ្ចឹងវាអាចសំឡេងវារត់ឆ្វេងស្ដាំបានអញ្ចឹងអានេះគឺយើងប្រភព DC នេះ12V អានេះគឺយើងអាច input ពី 3V ទៅ 12V ដូចគ្នាអញ្ចឹងអានេះកុងតាក់បិទបើកចាអានេះដោយកាសរបស់យើងដោត input ស្ដាប់សំឡេងបញ្ចូលពីកាសនេះគឺខ្ញុំដោតពីកុំព្យូទ័រហើយយើងគ្រាន់តែបើកកុងតាក់មកនេះគឺយើងបើក on វាមកបើក on មកយើងអាចចាក់ស្ដាប់បានអញ្ចឹងអានេះ volume របស់វាសំឡេងវារៀងបុកខ្លាំងល្អដែរតាដល់ពេលអានេះយើងចង់ switch វាមកលើអា2នេះក៏បានដែរអញ្ចឹងយើងបើកទាំង4ក៏បានដែរតែគ្រាន់តែថា ISA យើងវា power វាខ្សោយបើយើងបើកទាំង4មកសំឡេងវាចែកអានេះតិចក៏វាលឺខុសគ្នាដែរអញ្ចឹងយើងអាចដកអានេះអញ្ចឹងដកអានេះយើងបាច់ស្ដាប់អានេះក៏បានដែរអញ្ចឹងវាលែងលឺសំឡេងហើយយើងអាច switch មកបើកអានេះបានដែរអញ្ចឹងវាដូចគ្នាឬក៏យើងបិទអានេះបិទកុងតាក់នេះវាផ្ដាច់ switch ពីអាបាស2នេះហើយវាមកយើងអាចបញ្ចូលមកស្ដាប់អា2នេះក៏បានដែរចឹងអាចលែងបានទុកដឹងថាអូនបំភ្លេចដើមស្នេហ៍คนលងចានឬចាំនឹករហូតស្ទើរតែលប់ឈួតម្ដងមិននឹកស្មានថាវារៀងបុកខ្លាំងពេកវានឹងញ័រនេះអញ្ចឹងវាលឺនឹងចង់រ៉ែដោយសារវាអង្គើអាចွာមួយនេះដោយសារនេះខេសនេះខ្ញុំធ្វើបិទអត់ធ្វើជាប់អញ្ចឹងស្នេហ៍ផ្ដាច់ជាប់នោមឲ្យបងរីរៃស្រលាញ់អូនឈឺចាប់លែអញ្ចឹងវាអា speaker ហ្នឹងគឺវាដូចតែអានេះដែរទេគឺខ្ញុំឆ្នៃវាគ្រាន់តែ add វាបន្ថែមអញ្ចឹងអានេះគឺចឹងខ្ញុំអាចដាក់អាកាលមុនខ្ញុំនិយាយពីអា speaker ពណ៌បៃតងនេះគឺខ្ញុំធ្វើមុនចឹងវាដូចតែគ្នាទេយើងអាចដោតប្រភព DC នេះគឺប្រភព DC 12V ឬក៏ 3V អានេះគឺ adapter វាប្រភេទវា convert ពី AC 220មក 12V ចឹងយើងអាចប្រើប្រភព AC មកយើងប្រើ adapter ដើម្បី convert មកភ្លើង 12V មកនេះគឺកុងតាក់បិទបើកហើយនេះគឺខ្ញុំទៅការដោតអា input កាសនេះចឹងអានេះគឺខ្ញុំ design បញ្ចេញមកពីនេះទេគឺខ្ញុំគ្រាន់តែចង់ដាក់បាសនេះវាលឺរៀងព្រោះជាងបើកកុងតាក់អានេះវារៀងខ្សោយដោយសារអាបាសនេះវារបស់ហែងអនដល់ពេលអានេះខ្ញុំឆ្នៃពីអា speaker មួយយេរបស់គេទៅចោលទៅយើង design មកថែមដាក់នេះមកវាលឺរៀងបុកខ្លាំងជាងអាមួយនេះតែប៉ុតអានេះគឺខ្ញុំឆ្នៃមួយទៀតគឺខ្ញុំដាក់នេះភ្លើង 5V ដាក់ power bank ស្ដាប់ក៏បានដែរអញ្ចឹងយើងអាចដោត power bank មកនេះគឺយើងប្រើ power bank មកដើម្បីឆ្នៃមកដាក់នេះដូចគ្នាដូចអានេះដោតយកមកប្រើមួយនេះក៏បានដែរគឺវាដូចតែគ្នាទេ អ
គឺយើងអាចយក power bank មកដាក់ព្រោះភ្លើងរបស់វាគឺវាស៊ីបានពី3 V រហូតដល់12 V អញ្ចឹងបើយើងដាក់12 V វាដំណើរការវារៀងល្អខ្លាំងជាងយើងប្រើភ្លើងវាទូចអញ្ចឹងនេះគឺខ្ញុំប្រើប្រភេទ12 V អញ្ចឹងយើងទិញ adapter ស៊េរី12 V មកយើងមើលទៅអាប្រភេទនេះគឺវាមើលកន្លែងនេះគឺវាបង្ហាញថា12 V យើងទិញរអ្នកលក់មកប្រភេទ12 V ចឹងវាថតវីដេអូកាមេរ៉ាវារៀងអត់សូវច្បាស់បន្តិចលឺបុកល្អដែរតាចឹងអ្នកទាំងអស់គ្នាអាច design តាមអាវីដេអូមុនទៅគឺខ្ញុំបង្ហាញ sequence ហើយខ្ញុំបញ្យល់ពីគ្រឿងនីមួយៗរបៀបដាក់កុងតាក់ដាក់នេះខ្សែនេះគឺខ្ញុំក៏ធ្វើខ្លួនឯងដែរគឺទិញក្បាលវាហើយដាក់ខ្សែខ្លួនឯងឬក៏យើងទិញមកគេក៏បានដែរតែខ្ញុំសាកដាក់អាខ្សែទិញមកគេដាក់ទៅលឺដូចជាអត់សូវព្រោះដូចខ្ញុំធ្វើខ្លួនឯងតកតងខ្សែនេះក៏វាមានតកតងណយដែរបើយើងផ្សារអត់ល្អអញ្ចឹងខ្សែ signal វានេះវា output ពីអានេះដល់ពេលវាបញ្ចូល ampli បកកៅសំឡេងបើយើងសេរីខ្សែវា on វាមានជ្រាបណយពីបរិយាកាសអញ្ចឹងធ្វើឲ្យ speaker យើងវាឮអត់សូវព្រោះដែរអញ្ចឹងមកយើងរកខ្សែណាដែលរៀងល្អយើងធ្វើនៅក្នុង sequence ហ្នឹងគឺយើងប្រើខ្សែប្រភេទល្អមកមើលអាតូចឆ្មាកុំយកអាខ្សែប្រហោងធំអាហ្នឹងលឺមករ៉ែហ្មងបែកណយហ្មងអញ្ចឹងនេះវាលឺរៀងព្រោះដែរ Follow my lead, I make it crazy, don't mind me, say boy. បាទអរគុណវីដេអូហ្នឹងគឺខ្ញុំគ្រាន់តែចង់ demo ពី speaker យើងអាច design ខ្លួនឯងមកយើងប្រើ ISE 2025 design ខ្លួនឯងបើសិនបើអ្នកទាំងអស់គ្នាចង់ design ឲ្យលឺព្រោះជាង speaker ខ្ញុំធ្វើនេះទៀតគឺយើងរៀនតាក់ទងនឹង transistor ហ្នឹងសំខាន់ណាស់យើងធ្វើ amplifier មកបង្កើនសំឡេងឲ្យវាយើងសេរីកងដង់តាក់ទង filter អញ្ចឹងយើងចេះតកងដង់ប្រើកងដង់នឹង transistor ដើម្បីបង្កើនធ្វើ ampli ហ្នឹងគឺអាច design ឲ្យវាព្រោះអានេះ ISE គេស្រាប់ក៏វាមិនល្អណាស់ណាដែរអញ្ចឹងបើយើងចេះ design ប្រើ transistor ខ្លួនឯងមកអញ្ចឹងយើងអាចធ្វើឲ្យ speaker យើងកាន់តែព្រោះអញ្ចឹងវាតាក់ទង design case ទៀតបើយើងធ្វើ case ឲ្យកាន់តែល្អអញ្ចឹងវាលឺមកងុំល្អហ្មងដល់អានេះ case របស់ជនជាតិគេជប៉ុនវាធ្វើវាល្អស្រាប់បើដល់ពេលខ្ញុំ case ខ្ញុំ design មកបិទវាអត់ធ្វើចិត្តខ្ញុំអត់នៅបើកន្លែងខ្ញុំវាអត់មានឧបករណ៍ទៅធ្វើផងអញ្ចឹងវារៀបឲ្យតបានអញ្ចឹងវាលឺអត់សូវព្រោះទេដល់អាមួយនេះអីបាទមួយនេះវារៀងក្រាន់ជាងអានេះតិចដោយសារ case នេះវារៀងណែនឡជាងអា case នេះប៉ុន្តែដល់ពេលខ្ញុំដាក់ខ្មៅមួយនេះទៅវាលឺរបស់ជប៉ុនវាបាសរបស់ជប៉ុនវាករណីទំហំប្រអប់វាត្រឹមត្រូវអញ្ចឹងវាល្អជាងអានេះវិញអញ្ចឹងខ្ញុំចូលចិត្តសាប់អាខ្មៅនេះដោយសារសំឡេងវាបុកខ្លាំងល្អ Talk too much, grab on my wrist and put that body on me. វិលីមបិទបើកសំឡេង Come on now, follow my អានេះគឺ variable អាហ្នឹង resistance ប្រែប្រួលអញ្ចឹងទំហំវាប្រែប្រួលតង់ចុងវាប្រែប្រួលអញ្ចឹងសំឡេងវាប្រែប្រួលនេះដល់ពេលយើងសេរីទៅវាជួយទប់នេះអា signal សំឡេងចេញពីខ្សែនេះវាកលាក់តង់ចុងឲ្យទូចឬក៏ធំដល់ពេលចូល ampli ទៅវាគុណប្រហែលពាន់ដងទៅទើបវាលឺសំឡេងខ្លាំងវា input នេះ signal វាតង់ចុងវាទូចដល់ពេលចូលក្នុង ampli sequence ដែលខ្ញុំបញ្យល់ពីមេរៀនមុនតាក់ទងវីដេអូមុនគឺខ្ញុំនិយាយពី sequence វាអញ្ចឹងដល់ពេលវា ampli ទៅវាបង្កើនសំឡេងបានធំដើម្បីបញ្ចូលឧបករណ៍នេះមានរំញ័រ frequency ទៅបានវាបញ្ចេញជាសំឡេងអញ្ចឹងបើយើងចេះ
design តាក់ទង ampli យើងធ្វើ ampli បង្កើនសម្លេងឲ្យត្រឹមត្រូវ feel noise អីហ្នឹងឮវាកាន់តែព្រោះកាន់តែល្អអញ្ចឹងអ្នកទាំងអស់គ្នាឲ្យតែចេះមេរៀន transistor filter ប្រើកងដង់ឲ្យត្រឹមត្រូវអញ្ចឹងយើងអាច design speaker មួយដែលឮព្រោះអាចព្រោះជាងរបស់ខ្ញុំទៀតរបស់ខ្ញុំឮក៏មិនធ្វើព្រោះណាស់ដែរអញ្ចឹងរបស់អាជប៉ុនរបស់អាល្លឺម៉ង់អីអញ្ចឹងវាបង្កើត design ឮងុំល្អ Find me, say boy, let's not talk too much. Grab on my wrist and តើគ្នាចង់ចេះអា speaker ហ្នឹងមើលវីដេអូមុនទៅគឺខ្ញុំប្រាប់របៀបតហើយប៉ុន្តែបើធ្វើជាវីដេអូក៏វារៀងពិបាកយល់ដែរតើប្រាប់ផ្ទាល់បញ្យល់នៅឃើញធ្វើផ្ទាល់បានវាជាងាយស្រួលអញ្ចឹងបើអ្នកទាំងអស់គ្នាអត់មាន basic electronic មើលវីដេអូខ្ញុំធ្វើបញ្យល់ពី circuit មុនក៏វារៀងពិបាកដែរបាទអរគុណវីដេអូហ្នឹងគឺខ្ញុំគ្រាន់តែចង់ demo ពី speaker ប្រើប្រភព 12V ប្រើ speaker ប្រភេទ 4 អូមសំដៅ 6 អូមអានេះ 6 អូមតែអានេះគឺខ្ញុំអត់ដឹងថារបស់គេប៉ុន្មានអូមទេបាទអរគុណ